សូមនមស្ការព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសពកាលព្រះត្រៃបិដកភាគ53លេខគៀប22ខ្ញុំបានស្ដាប់មកថាព្រះមានព្រះភិក្ខទ្រង់ត្រាស់ហើយព្រះអរហន្តសម្ដែងហើយមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំខ្លាចបុណ្យឡើយមនាលភិក្ខុទាំងឡាយព្រោះពាក្យថាបុណ្យនេះជាឈ្មោះនៃសេចក្តីសុខដែលជាទីប្រាថ្នាជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តមនាលភិក្ខុទាំងឡាយតថាគតស្គាល់ច្បាស់ផលនៃបុណ្យដែលជាទីប្រាថ្នាជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តដែលតថាគតបានហើយអស់កាលជាអង្វែងដែលតថាគតធ្វើហើយអស់កាលជាអង្វែងតថាគតបានចម្រើនមេត្តាចិត្តអស់7ឆ្នាំមិនបានមកកាន់លោកនេះទៀតអស់7សង្វត្តវិវត្តកັບមនាលភិក្ខុទាំងឡាយដំណើរថាកាលកັບវិនាសតថាគតបានទៅកើតក្នុងអភស្សរៈព្រំកាលកັບចម្រើនតថាគតបានចូលទៅកាន់ព្រហ្មវិមានដែលសូន្យទទេមនាលភិក្ខុទាំងឡាយក្នុងទីនោះតថាគតជាព្រំជាមហាព្រំគ្របសង្កត់សត្វដតីបានសត្វដតីមិនអាចគ្របសង្កត់តថាគតបានទេតថាគតអាចញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅបានដោយពិតមនាលភិក្ខុទាំងឡាយមួយទៀតតថាគតបានកើតជាព្រះអិនជាធំជាងទេវតាទាំងឡាយ36ដងបានជាស្ដេចចក្រពត្តិធម្មិកធម្មរាជជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង4ជាទីបំផុតជាស្ដេចឈ្នះសង្គ្រាមមានជនបទដល់នៅការមាំមួនបរិបូរដោយរតនៈទាំង7ប្រការអស់ច្រើនដងនិងបាច់ពោលទៅថ្វីដល់ប្រទេសរាជមនាលភិក្ខុទាំងឡាយតថាគតនោះមានសេចក្តីត្រេះរិះថានេះជាផលកម្មរបស់អាត្មាអញដូចម្ដេចណោនេះជាវិបាកនៃកម្មដូចម្ដេចដែលនាំឲ្យអាត្មាអញមានរិទ្ធច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះក្នុងកាលឥឡូវនេះមនាលភិក្ខុទាំងឡាយតថាគតនោះមានសេចក្តីត្រេះរិះថានេះជាផលកម្មទាំងឡាយ3យ៉ាងរបស់អាត្មាអញនេះជាវិបាកនៃកម្មទាំងឡាយ3យ៉ាងដែលនាំឲ្យអាត្មាអញមានរិទ្ធច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះក្នុងកាលឥឡូវនេះគឺផលទាន1ការទូមានឥន្ទ្រី1ការសង្រួម1លុះព្រះមានព្រះភិក្ខទ្រង់សម្ដែងសេចក្តីនោះហើយទ្រង់ត្រាស់គាថាពណ៌នេះក្នុងសូត្រនោះថាកុលបុត្រអ្នកប្រាថ្នាប្រយោជន៍គួរសិក្សាគឺថាគប្បីសេពនៅបុណ្យដែលមានផលបរិបូរណ៍មានវិបាកជាសុខគួរចម្រើនទាន1ការប្រព្រឹត្តស្មើគឺសិល1មេត្តាចិត្ត1លុះចម្រើនធម៌ទាំង3នេះដែលមានអានិសង្សជាសុខហើយរមែងចូលទៅកាន់លោកជាសុខឥតមានទុក្ខខ្ញុំបានស្ដាប់មកហើយថាសេចក្តីនេះព្រះមានព្រះភិក្ខបានត្រាស់ទុកហើយសាធុសាធុសាធុ